សូមស្វាគមន៍លោកអ្នកបងប្អូនក្នុងការស្វែងយល់អំពីព្រះតើព្រះជាម្ចាស់មានលក្ខណៈដូចម្តេចព្រះជាម្ចាស់មានវត្តមាននៅគ្រប់ទីកន្លែងក្នុងសកលលោកទ្រង់អស្ចារ្យខ្លាំងណាស់ព្រះគម្ពីរបានប្រាប់យើងថាតើអញមិននៅពេញស្ថានសួគ៌និងផែនដីទេឬអីនេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាកន្លែងណាក៏ដោយទោះជាកន្លែងដែលយើងនៅឬកន្លែងដែលយើងទៅនោះក៏មានទ្រង់គង់នៅទីនោះអ្នកហើយនឹងខ្ញុំរស់នៅក្នុងរូបកាយហើយយើងអាចនៅកន្លែងតែមួយក្នុងពេលតែមួយប៉ុណ្ណោះដោយព្រោះព្រះជាម្ចាស់ជាព្រះហើយជាវិញ្ញាណផងទ្រង់អាចគង់នៅគ្រប់ទីកន្លែងក្នុងពេលតែមួយនេះមិនមែនមានន័យថាទ្រង់គង់នៅក្នុងរបស់ទាំងអស់ឬរបស់ទាំងអស់ជាព្រះនោះទេតែមានន័យជាសាមញ្ញថាព្រះជាម្ចាស់មានវត្តមាននៅគ្រប់ទីកន្លែងក្នុងសកលលោកក្នុងពេលតែមួយអ្នកគិតទៅមើលនៅពេលដែលមានក្មេងតូចម្នាក់ដែលត្រូវបានគេទុកឲ្យនៅម្នាក់ឯងក្នុងកន្លែងដែលងងឹតហើយអ្នកបានប្រាប់ទៅគាត់ថាកុំភ័យអីពីព្រោះព្រះជាម្ចាស់គង់នៅទីនេះជាមួយនឹងឯង